បងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងនិយាយពីច្បាប់នៃការធានាគ្រួសារឲ្យមកកាន់ S3 រស់នៅក្នុងប្រទេសកូរ៉េដែលគេនឹងផ្លាស់ប្ដូរថ្មីចាប់ពីខែ7ថ្ងៃទី1ទៅបងប្អូនបានមើលទៅលើតារាងខាងលើនេះហើយនៅឬមួយក៏បានអានធូរហើយណាមានបងប្អូនយើងខ្លះគាត់បានផ្ញើមកឲ្យខ្ញុំដូចគ្នាតាក់ទងជាមួយនឹងច្បាប់នៃការផ្លាស់ប្ដូរថ្មីហ្នឹងគឺបែបម៉េចអត់ត្រូវការលុយតម្កល់ទៀតទេបងប្អូនចាអត់ត្រូវការលុយតម្កល់ដើម្បីអាចធានាគ្រួសារមករស់នៅក្នុងប្រទេសកូរ៉េបានទេប៉ុន្តែគេតម្រូវឲ្យបងប្អូនត្រូវតែមានសូឌឹកគ្រប់គ្រាន់នៅក្នុងការធានាគ្រួសារមកវិញចាគឺជាសូឌឹករបស់ឆ្នាំមុនបានន័យថាឆ្នាំ2024បើសិនជាបងប្អូនចង់ធានាភរិយាស្វាមីឬមួយក៏កូនមករស់នៅក្នុងប្រទេសកូរ៉េណាចាអញ្ចឹងបងប្អូនត្រូវតែមានសូឌឹករបស់ឆ្នាំ2024ឲ្យបានគ្រប់គ្រាន់ចាបើសិនជាបងប្អូនធានាគាត់ក្នុងឆ្នាំ2025នេះប៉ុន្តែបើសិនជាបងប្អូនចង់ធានាគាត់នៅឆ្នាំ2026ត្រូវតែមានសូឌឹករបស់ឆ្នាំ2025ឲ្យគ្រប់គ្រាន់ទើបអាចធានាគាត់មកបានគឺគេបែងចែកជាពីរទី1គឺយើងធានាគ្រួសារនឹងកូនឲ្យគាត់ឡើងមករស់នៅក្នុងប្រទេសកូរ៉េតែម្ដងទី2ធានាឲ្យគាត់មករស់នៅក្រោមរយៈពេល12ខែចាបានន័យថាឲ្យគាត់មកលេងមករស់នៅក្រោម12ខែអានឹងគេបែងចែកជាពីរថាបងប្អូនត្រូវមានសូឌឹកឆ្នាំមុនហ្នឹងចំនួនប៉ុន្មានលានវ៉នទើបអាចធានាគាត់មកបានអញ្ចឹងដំបូងគឺយើងនិយាយទៅលើអ៊ីនខាគូចាអ៊ីនខាគូហ្នឹងបានន័យថាគ្រួសារដែលមានសមាជិក2នាក់ចាបងប្អូនមានតែប្តីប្រពន្ធអត់ទាន់មានកូនទេចង់ធានាប្រពន្ធដែលនៅក្នុងប្រទេសកម្ពុជាឲ្យឡើងមករស់នៅក្នុងប្រទេសកូរ៉េបងប្អូនត្រូវតែមានសូឌឹកចាប់ពី23,59,948 វ៉ុនឡើងទៅទើបអាចធានាគាត់មកបានចាសូឌឹករបស់ឆ្នាំ2024ហើយបើសិនជាចង់ធានាគ្រួសារដែលមានសមាជិក3នាក់ចាមានប្រពន្ធកូនជាមួយនឹងបងហើយបងនៅក្នុងប្រទេសកូរ៉េថៃគេអញ្ចឹងត្រូវធានាប្រពន្ធនិងកូនឡើងមកអញ្ចឹងហើយត្រូវតែមានសូឌឹកចាប់ពី30លាន152,018 វ៉ុនឡើងទៅចាគ្រួសារដែលមានសមាជិកចាប់ពី4នាក់5នាក់6នាក់7នាក់ទៅតម្រូវឲ្យមានសូឌឹកចំនួនប្រមាណចាបងប្អូនអាចមើលខាងលើនេះហើយមួយទៀតទី2គឺការធានាគាត់ឲ្យមករស់នៅត្រឹមតែរយៈពេលក្រោម12ខែបងប្អូនត្រូវតែមានសូឌឹក1,196,000ឡើងអាចធានាគាត់ឲ្យមករស់នៅក្នុងប្រទេសកូរ៉េរយៈពេលក្រោម12ខែបានចាច្បាប់នេះគឺនឹងដាក់ប្រើប្រាស់ចាប់ពីខែ7ថ្ងៃទី1ឆ្នាំ2025នេះទៅចំណុចមួយទៀតដែលបងប្អូនត្រូវដឹងបើសិនជាសូឌឹករបស់យើងអត់គ្រប់គ្រាន់តើត្រូវធ្វើម៉េចចាអញ្ចឹងបើសិនជាសូឌឹករបស់យើងអត់គ្រប់គ្រាន់ណាគឺតម្រូវឲ្យបងប្អូនត្រូវមានលុយតម្កល់រយៈពេល6ខែហ្នឹងប្រហែលភាគរយទៀតអញ្ចឹងវីដេអូហ្នឹងខ្ញុំនឹងចេញនៅពេលក្រោយព្រោះវារៀងវែងបើសិនជាខ្ញុំនិយាយក្នុងមួយវីដេអូនេះណាបងប្អូន